ថ្ងៃនេះជាថ្ងៃឈប់សម្រាកមិនដឹងធ្វើដំណើរទៅកំសាន្តនៅទីណាក៏សម្រេចចិត្តមកដំណើរកំសាន្តនៅប្រាសាទភ្នំបណ្ណន់បាទនិយាយពីបរិយាកាសថ្ងៃនេះមានមនុស្សអ៊ូអរខុសប្លែកពីថ្ងៃធម្មតាដែលធ្វើឲ្យអ្នកលក់ម្ហូបអាហារលក់ដាច់គួរសមបាទនិយាយពីចន្ទាឡើងទៅលើកំពូលភ្នំខ្ពស់គួរសមដែរដែលកំពូលភ្នំនេះមានកម្ពស់ដល់ទៅ75ម៉ែត្រដែលបងអីខ្ញុំខានឡើងលើកំពូលភ្នំនេះជាង10ឆ្នាំកន្លងផុតទៅហើយក៏ទៅពេលវេលាពិតជាដើរលឿនមែនពេលខ្ញុំមកដល់ទីនេះនឹកឃើញអង្ការពី10ឆ្នាំមុនមកជាមួយមិត្តភ័ក្តិចាស់ៗសប្បាយខ្លាំងណាស់តែពេលនេះគ្មានពេលជួបគ្នាសោះមិនដឹងបាត់ពួកគេទៅណាអស់ប្រហែលម្នាក់ខំប្រឹងធ្វើការរកស៊ីរៀងៗខ្លួនគ្មានពេលទំនេរទេមកទៅបាននិយាយអំពីបរិយាកាសទីនេះឡើងមកចំខែកណ្ដឹករដូវរងានេះខ្យល់អាកាសត្រជាក់និងមិនសូវមានពន្លឺព្រះអាទិត្យប៉ុន្មាននោះទេនៅលើកំពូលភ្នំមានប្រាសាទកំពូល5ដែលយកតាមលំនាំស្រដៀងនឹងប្រាសាទអង្គរវត្តដែរថែមទាំងមានក្បាច់រចនាយ៉ាងប្រណិតនៅជញ្ជាំងប្រាសាទបាននិយាយអំពីទេសភាពនៅទីនេះមានព្រៃព្រឹក្សាដ៏យ៉ាងក្រាស់ឃ្មឹកដែលធ្វើឲ្យភ្ញៀវទេសចរទទួលបាននូវអារម្មណ៍ត្រជាក់បាត់ការនឿយហត់បន្ទាប់ពីឡើងភ្នំរួយជាចុងក្រោយបើបងប្អូនបានធ្វើដំណើរមកកំសាន្តនៅខេត្តបាត់ដំបងសូមកុំភ្លេចឈៀងចូលមកលេងប្រាសាទភ្នំបណ្ណន់ផងណាដែលចម្ងាយពីក្រុងបាត់ដំបងត្រឹមតែ24គីឡូម៉ែត្រតែប៉ុណ្ណោះអរគុណមែនទែនចំពោះពុកម៉ែបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូខ្ញុំសង្ឃឹមថានឹងជួបខ្ញុំជាបន្តទៀតនៅវីដេអូក្រោយៗជាបន្តទៀតសូមអរគុណសូមជម្រាបលាបាយបាយ